កំឡុងខំបល័យហៅថាវិរិយៈពលៈអង់គ្លេសហៅថា effort ប្រាជ្ញារបស់យើងណាវានៅក្នុងបន្ទប់មួយដែលចាក់សោជាប់មានតាការខិតខំប្រឹងប្រែងទេបានលបើកសោនឹងចេញមកយើងមើលពីនេះខំដូច Donald Trump គេថា make a comeback ជាប្រធានាធិបតីមួយគេថា make a comeback មានន័យថាអាណត្តិទី1ត្រូវគេបញ្ចេញធ្លាក់តំណែងទៅបាត់ហើយគាត់ត្រឡប់មកវិញហ្មងកម្លាំងខំបល័យហៅថាវិរិយៈពលៈអង់គ្លេសហៅថា effort ខំឬប្រឹង Albert Einstein គាត់ថាប្រាជ្ញារបស់យើងវានៅក្នុងបន្ទប់មួយដែលចាក់សោជាប់មានតាការខិតខំប្រឹងប្រែងទេបានលបើកសោនឹងចេញមកបងប្អូនជឿអញ្ចឹងទេរឿងខ្លះអាកាលមុនយើងខំគិតមិនចេះដល់ទៅពេលយើងខំតែបន្តិចធម្មតាតោះអញ្ចឹងអាកម្លាំងនៃការខិតខំប្រឹងប្រែងនេះសំខាន់ណាស់លោកស្រីសាណាអេតាកៃឈីបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនទី1ក្នុងប្រវត្តិសាស្ត្រនយោបាយជប៉ុនមកពីគណៈបកប្រជាធិបតេយ្យសេរី LDP បាទលោកស្រីមានអាយុ64ឆ្នាំប៉ុន្មានមើលទៅគឺថាពិលខ្លាំងហើយបោះឆ្នោតវាដាច់បរោះក្នុងបកហើយក៏វាដាច់បរោះដែលមកពីបកផ្សេងមកប្រជែងនឹងដែរហើយបានក្លាយជាស្ត្រីដំបូងគេហើយយើងមើលពីនេះខំដូច Donald Trump គេថា make a comeback ជាប្រធានាធិបតីមួយគេថា make a comeback មានន័យថាអាណត្តិទី1ត្រូវគេបញ្ចេញធ្លាក់តំណែងទៅបាត់ហើយគាត់ត្រឡប់មកវិញមកប្រឹងសារជាថ្មីទម្លាក់គេបានវិញហើយឡើងជាប្រធានាធិបតីជាលើកទី2អញ្ចឹងគាត់ជាប្រធានាធិបតីទី45ហើយនឹងជាប្រធានាធិបតីទី47ហើយបើនិយាយពីខំវិញអត់ដឹងណាខំជាង Donald Trump នឹងទៀតទេបើក្នុងបាអ្នកនយោបាយបាញ់ធ្លាយទៅជាជូតហើយធ្វើទៀតប្រឹងណាស់បងប្អូនជាពិសេសបងប្អូនដែលជាបរិសុទ្ធអាយុ79ឆ្នាំបាទនៅពិលចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បានខំផែនថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ